នេតិបុត្រធីតាសិក្ខាបទទី1បុត្រធីតាក៏បីសិក្សាថាអាត្មាអញមេដាបិតាបានចិញ្ចឹមរក្សាមកហើយនឹងចិញ្ចឹមមេដាបិតាវិញកើតមកជាមនុស្សបើប្រកាន់តែនឹករលឹកដល់អំពើល្អដែលអ្នកដតីបានធ្វើមកលើខ្លួនមិនឃើញហើយនោះចាំបាច់និយាយធ្វើអ្វីចំពោះសេចក្តីល្អផ្សេងទៀតថាអាចនឹកឃើញដើម្បីសន្សំពូនក្នុងសន្តានទៅបានបាក់សីស៊ីផ្លែពោជ្រៃអស់ហើយចេញមិនបែកក្រោយរឿងនេះមិនគួរឲ្យទេដៀលទេព្រោះវាជាធម្មតារបស់សត្វតិរិឆានប៉ុន្តែមនុស្សយើងវិញបើធ្វើរបៀបនឹងពោលគឺមិនបែកក្រោយដោយការនឹករលឹកដល់គុណដែលអ្នកដតីមានមេដាបិតាជាដើមបានធ្វើហើយនៅប្រយោជន៍សុខចម្រើនកើតកើនដល់ខ្លួននោះវាគួរឲ្យទេដៀលខ្លាំងណាស់ព្រោះមនុស្សយើងមិនមែនជាសត្វតិរិឆានឯណាធ្វើបុណ្យដាក់បាតក្រាបសំពះព្រះនៅវត្តគឺពិតប្រកបល្អគឺពិតជាល្អមានចិត្តស្មោះសរសន្សំគុណធម៌ក្នុងសន្តានប៉ុន្តែសូមកុំភ្លេចព្រះនៅផ្ទះព្រះដ៏មានគុណធ្ងន់ជាព្រះអរហន្តគឺមេដាបិតាសូមកូនប្រុសស្រីចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមេដាបិតាកុំកបីអៀនអន់កុំឲ្យក្តៅក្រហាយស្ដាយក្នុងកាលជាខាងក្រោយសិក្ខាបទទី2បុត្រធីតាក៏បីសិក្សាថាអាត្មាអញនឹងជួយធ្វើការងារឲ្យមេដាបិតាដោយសេចក្តីមិនខ្ជិលច្រអូសឡើយសេចក្តីខ្ជិលជាអបាយមុខប្រការមួយគឺជាប្រធាននៃសេចក្តីវិន័យនៅប្រយោជន៍គ្រប់យ៉ាងដូច្នេះបើយើងខ្ជិលដូច្នេះបើយើងខ្ជិលធ្វើការឲ្យអ្នកដតីប៉ុន្តែមិនគួរខ្ជិលធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯងឡើយសត្វឆ្មាយំទាចំណីចង់ឲ្យយើងនឹងធ្វើសេចក្តីល្អជាមួយវាសត្វសំណក់ជាដើមក៏ដូចគ្នាចំណែកខ្លួនយើងវិញតើយំទាឲ្យអ្នកណាធ្វើសេចក្តីល្អឲ្យមនុស្សគ្រប់គ្នាប្រាថ្នាចង់បានសេចក្តីល្អអំពីអ្នកដតីប៉ុន្តែសូមកុំភ្លេចថាមិនមានអ្នកណាស្រឡាញ់យើងជួយយើងជាងខ្លួនយើងឡើយដូច្នេះយើងត្រូវប្រាថ្នាសេចក្តីល្អគ្រប់យ៉ាងអំពីខ្លួនឯងការបម្រើអ្នកមានគុណគឺជាសម្បត្តិដ៏ប្រសើរជាសេចក្តីល្អមួយដែលអ្នកធ្វើត្រូវបានទទួលខ្លួនឯងយ៉ាងពិតប្រាកដការងារប្រពៃគឺជាការងារប្រពៃគឺជាព្រះស្ថិតនៅក្នុងសន្តានចិត្តពិតជាជួយសត្វលោកឲ្យរួចផុតចាកបាបកម្មនិងពីវរាបានផលផុតចាកទុក្ខភ័យសូមកូនប្រុសស្រីរក្សាព្រះក្នុងផ្ទះនិងព្រះក្នុងសន្តានចិត្តក៏បីកុំក៏បីធ្វើប្រហែសឡើយសិក្ខាបទទី3បុត្រធីតាហ្នឹងគឺកូនប្រុសស្រីហ្នឹងណាក៏បីសិក្សាថាអាត្មាអញនឹងតម្កើងនៅវងត្រកូលឲ្យបានល្អចរិយាមារយាទជារឿងសំខាន់ណាស់បុត្រធីតាក៏បីរក្សាខ្លួនដោយសិលធម៌ការរក្សាសិលជាការធ្វើសេចក្តីល្អឲ្យដល់ខ្លួនឯងដោយមិនចាំបាច់អស់ទុនឡើយគ្រាន់តែអាស្រ័យលើស្មារតីថែទាំខ្លួនសិក្សាស្វែងយល់អំពីសុជីវធម៌សណ្ដាប់ធ្នាប់ល្អព្រមដោយការបដិបត្តិដោយប្រពៃក៏បានសម្រេចផលកម្រៃដ៏ប្រសើរគឺបានធ្វើជាមនុស្សល្អម្នាក់លើកស្ទួយវងត្រកូលផងប្រទេសជាតិរបស់ខ្លួនផងសង្គមមនុស្សទាំងពួលផងសង្គមមនុស្សទាំងមូលផងកូនប្រុសស្រីទាំងឡាយអ្នកទាំងឡាយកុំខ្លាចសិលឡើយកុំគិតថាសិលជារឿងលំបាកឲ្យសោះសិលមិនមែនជាសត្រូវរបស់កូនទេកិលេសក្នុងចិត្តរបស់កូនទេតើដែលជាសត្រូវធ្វើនៅការបៀតបៀនដល់កូននោះចំណែកសិលគឺជាមិត្តល្អគ្រប់ពេលជាសរិយមង្គលពិតប្រាកដសូមកូនពិចារណាផងចុះការតម្កើងនៅវងត្រកូលគឺជាការដែលកូនប្រុសស្រីតម្កល់ខ្លួនឯងឲ្យប្រពៃក្មេងគ្មៀតសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ចេះជួយសង្គ្រោះអ្នកដទៃសាងស្នាដៃប្រកបដោយសិលធម៌
សិក្ខាបទទី4បុត្រធីតាក៏បីសិក្សាថាអាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នកទទួលនៅទ្រព្យមរតកមេដាបិតាទោះបីមានទ្រព្យតិចច្រើនប៉ុណ្ណាក្តីគ្មានអ្វីដែលគួរឲ្យសង្ស័យឡើយបើថាគាត់កំណាញ់ក៏តែជាមួយនឹងអ្នកដតីប៉ុណ្ណោះឯចំណែកខាងកូនរបស់គាត់វិញនោះមានប៉ុន្មានទុកឲ្យទាំងអស់ទុកឲ្យដោយចិត្តរីករាយកក់ក្ដៅជាទីបំផុតដូច្នេះចូលកូនប្រស្រីកុំក៏បីធ្វើក្តីអស់សង្ឃឹមឲ្យដល់មេដាបិតាត្រូវខំបដិបត្តិខ្លួនឲ្យរឹងប៉ឹងមាននៅមេរិយាល្អសំដែងនៅការសមគួរឲ្យជាទីទុកចិត្តដល់មេដាបិតាដាច់ខាតក៏មើលងាយទ្រព្យមរតកឲ្យសោះទោះបីតិចតួចឬមិនប្រណិតយ៉ាងណាក្តីព្រោះក្នុងមរតកនោះបានបង្កប់ទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅប្រកបទៅដោយព្រហ្មវិហារធម៌អាណិតស្រឡាញ់និងមេត្តាដ៏ខ្លាំងក្លាកាយវិការរឹងប៉ឹងត្រឹមកាយវិការរឹងប៉ឹងតែចិត្តទន់ភ្លន់ស្រទន់ដូចមេឃស្រទុំចំពោះបុត្រភ្ងាស្ងួនពិសីសូមកូនប្រស្រីក៏បីទទួលឲ្យបាននៅមរតកគឺពិសេសសូមកូនប្រស្រីក៏បីទទួលឲ្យបាននៅមរតកពិសេសគឺព្រហ្មវិហារគឺព្រហ្មវិហារធម៌របស់មេដាបិតាហើយក៏បីពង្រីកចែកឲ្យដល់ជនដតីដោយក្តីមេត្តាករុណាធំទូលាយបន្តិចម្ដងសិក្ខាបទទី5បុត្រធីតាក៏បីសិក្សាថាអាត្មាអញត្រូវធ្វើបុណ្យឧទ្ទិសតក្កិណាទានដល់មេដាបិតាដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយតក្កិណាទានគឺទានដែលអ្នកធ្វើជឿកម្មជឿផលហើយបានធ្វើដល់តក្កិណីយបុគ្គលតក្កិណីយបុគ្គលគឺបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ដូចជាសិលគុណជាដើមជាបុគ្គលសមគួរនឹងទទួលនៅតក្កិណាទានចំណែកពាក្យថាតក្កិណានុបទានគឺជាអំណោយបុណ្យបានដល់ការឧទ្ទិសនៅតក្កិណាទានឲ្យដល់អ្នកដែលទៅកាន់បរលោកការធ្វើបុណ្យឧទ្ទិសឲ្យអ្នកដតីជាសេចក្តីល្អពីរយ៉ាងមួយយ៉ាងគឺបុណ្យថ្នាក់ទានមានភាពជាអេសរិណាមួយយ៉ាងគឺបុណ្យថ្នាក់ទានមានភាពជាអេសរិយៈណាជាអេសរៈណាសំទោជាអេសរៈមួយយ៉ាងគឺបុណ្យថ្នាក់ទានមានភាពជាអេសរៈលើកិលេសម្យ៉ាងទៀតគឺបុណ្យបតិទានមានចិត្តល្អប្រកបដោយមេត្តាឬការដឹងគុណចែកបុណ្យឧទ្ទិសកុសលអំពើល្អទាំងពីរយ៉ាងនេះគឺអ្នកធ្វើបានឧទ្ទិសឲ្យខ្លួនឯងទាំងស្រុងសម្រាប់ជួយខ្លួនឲ្យរួចអំពីភាពជាមនុស្សអាក្រក់បើកូនចៅប្រាថ្នាពរគឺរបស់ដែលប្រសើរសូមកូនចៅបំពេញហេតុបានដល់កុសលឲ្យសមគួរដល់ផលទើបអាចទទួលពរបានសូមអនុមោទនា